មួយជំហានដើម្បីក្តីស្រមៃអនាគតដ៏ប្រសើរនៃមនុស្សជុំវិញខ្លួនការកសាងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជំនាញខ្លួនមិនមែនទាមទារតែការលះបង់អ្វីសំខាន់ខ្លាំងណាស់ណានោះទេប៉ុន្តែគឺជាការចាប់ផ្ដើមសកម្មភាពតូចៗសាមញ្ញដែលមានអត្ថន័យខាងក្រោមនេះគឺជាជំហានសំខាន់ដែលអ្នកអាចអនុវត្តបានជាប្រចាំថ្ងៃចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនដើម្បីឲ្យអ្នកដទៃមានអនាគតល្អអ្នកត្រូវតែមានសមត្ថភាពនិងសុខភាពផ្លូវចិត្តរឹងមាំជាមុនសិនចែករំលែកចំណេះដឹងនិងបទពិសោធន៍ការបង្រៀនជំនាញឬការតម្រង់ទិសដៅដល់អ្នកដទៃជាពិសេសយុវជនគឺជាការបើកផ្លូវឲ្យពួកគេអាចសម្រេចក្តីស្រមៃបានស្ដាប់និងយល់ចិត្តការចំណាយពេលស្ដាប់ដោយយកចិត្តទុកដាក់និងផ្ដល់ការលើកទឹកចិត្តដល់អ្នកដែលកំពុងតែមានបញ្ហាអាចជួយពួកគេឲ្យមានសង្ឃឹមឡើងមកវិញចូលរួមការងារសហគមន៍ការស្ម័គ្រចិត្តជួយការងារនៅក្នុងតំបន់របស់អ្នកឬការធ្វើអំពើល្អតូចៗជាប្រចាំថ្ងៃបង្កើតនូវថាមពលអវិជ្ជមាននៅក្នុងសង្គមគ្រប់គ្រងនិងលើកស្ទួយក្តីស្រមៃរបស់អ្នកដទៃនិងខ្លួនឯងបង្កើតបរិយាកាសនៅជុំវិញខ្លួនមនុស្សជុំវិញខ្លួនហ៊ានស្រមៃនិងផ្ដល់ឱកាសឲ្យពួកគេបញ្ចេញសមត្ថភាពអរគុណជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ like និង share ផងណា